នេះគឺជារឿងពិតមួយដែលបានកើតឡើងក្នុងកំឡុងឆ្នាំ1900ជាងស្ថិតនៅក្នុងស្រុកចំការលើកាលនោះតាឈឿនគឺគាត់បានទៅលេងកូនស្រីរបស់គាត់នៅទីនោះដោយសារតែកូនស្រីរបស់គាត់បានរៀបការជាមួយបុរសម្នាក់ហើយបុរសម្នាក់នោះគឺជាអ្នករត់ឡានដឹកទំនិញពេលដែលប្តីរបស់គាត់ទៅតាមខេត្តគឺកូនស្រីរបស់តាឈឿនគាត់តែងតែទៅតាមរហូតចំណែកកូនប្រសាររបស់តាឈឿនគាត់គឺជាអ្នកស្រុកកំពង់ថ្មខេត្តកំពង់ធំហើយដើមហេតុដែលគាត់មកស្គាល់កូនរបស់តាឈឿនដំបូងខ្ញុំមិនដឹងទេតែដឹងត្រឹមថាបរិសនោះគាត់ពិតជាតស៊ូណាស់ទម្រាំតែបានកូនរបស់គាត់ធ្វើជាប្រពន្ធហើយគាត់គឺមានឈ្មោះថាពូមុនរឿងរបស់ពូមុនយើងទុកមួយឡែកសិនយើងក្រឡេកមករឿងតាឈឿនវិញតាមពិតទៅត្រូវតាឈឿនគាត់មកតែម្នាក់ឯងទេតែដោយសារគាត់ធ្វើដំណើរកាត់ផ្ទះតាដួងឃើញតាដួងគាត់ទំនេរគាត់ក៏បបួលមកជាមួយគ្នាតាមពិតទៅផ្ទះថ្មីរបស់តាឈឿនគាត់នៅក្នុងភូមិរៀងជ្រៅដូចនេះគាត់ត្រូវធ្វើដំណើរមកថ្នល់ដើម្បីកាក់ឡានឈ្នួលហើយផ្ទះរបស់តាដួងគឺនៅផ្លូវចេញទៅថ្នល់នឹងឯងដោយពេលចូលទៅសួននាំដំណាំចំការរបស់គាត់មិនសូវរវល់ផងតាឈឿនក៏បបួលគាត់ឲ្យមកជាមួយគ្នាចំណែកតាដួងគាត់ក៏មិនបានប្រកែកអីដែរគាត់ក៏ឲ្យកូនប្រុសរបស់គាត់ពីរនាក់ឲ្យនៅមើលស្រែចំការគាត់រៀបចំឲ្យវ៉ាន់បណ្ដាលក៏សួរអំពីដំណើរដើមតងនៃរឿងហេតុដែលទៅទីនោះតាឈឿនគាត់ក៏បានប្រាប់ថាដោយសារកូនស្រីរបស់គាត់ចិត្តគ្រប់ខែឆ្លងទន្លេហើយគាត់យល់សពមិនសូវល្អទើបគាត់ទៅអើតមើលព្រោះដោយសារប្តីរបស់វាក៏រវល់វានៅតែពីរនាក់អាពៅទេគាត់និយាយថាអាពៅនេះគឺគាត់ចង់សម្ដៅទៅលើកូនពៅរបស់គាត់គឺតាឈឿនគាត់មានកូនតែពីរនាក់ទេស្រីមួយប្រុសមួយហើយកូនពៅរបស់គាត់គឺបងថ្លៃរបស់គេយកទៅធ្វើជាព្រូឡានហើយប៉ះចំស្រុកភូមិនោះកាលពីចំនួនមុនសុទ្ធតែព្រៃផងតាឈឿនគាត់មិនសូវជាទុកចិត្តទេក្រោយពេលដែលពួកគាត់ទៅដល់ម៉ោងគឺចូល8យប់ទៅហើយព្រោះពួកគាត់ចេញទៅនៅម៉ោង8ព្រឹកដោយសារឡាននោះវាឧស្សាហ៍ខូចតាមផ្លូវពេកបន្ទាប់មកពួកគាត់ក៏ចុះនៅមុខចំការកៅស៊ូមួយកន្លែងហើយពួកគាត់ត្រូវធ្វើដំណើរថ្មើរជើងទៅកាន់កន្លែងការ៉ាសឡានដែលកូនស្រីនិងកូនប្រសាររបស់គាត់ស្នាក់នៅហើយការ៉ាសនោះខ្ញុំសូមមិនបញ្ចេញឈ្មោះទេព្រោះគេនៅរកស៊ីដល់សពថ្ងៃពួកគាត់ថានៅលើផ្លូវមានតែពួកគាត់ពីរនាក់ទេសម្លឹងមើលទៅព្រៃស្ងាត់ឲ្យជ្រងំហើយនៅទីនោះចំនួននឹងល្បីរឿងចោរប្លន់ខ្លាំងណាស់តែពួកគាត់មិនបានខ្លាចញញើតឡើយហើយណាមួយបើមកប្លន់ក៏គ្មានស្អីឲ្យដែរមានតែត្រីប្រឡាក់និងប្រហុកផ្អកតែប៉ុណ្ណោះពួកគាត់ដើររហូតក៏បានឃើញរទេះគោមួយបានបោលមកកាត់ទីនោះហើយមើលទៅមានតែម្ចាស់រទេះគោគេជិះតែម្នាក់ឯងទេគេជិះមកដល់គេក៏សួរពួកគាត់ថាទៅណាតាឈឿនគាត់ក៏តបថាគាត់ទៅកន្លែងកូនគាត់ស្នាក់នៅពេលនោះបុរសម្ចាស់រទេះគោគេក៏បានឲ្យពួកគាត់ឡើងរទេះមកចាំគេជូនទៅដំបូងគាត់ប្រកែកដែរតែគេថាមិនអីទេហេតុអ្វីបានជាពួកគាត់ប្រកែកបន្តិចទៀតបងប្អូននឹងដឹងថាមកពីហេតុអ្វីហើយពេលនោះពួកគាត់ទាំងពីរក៏បានឡើងលើរទេះគោនោះពេលជិះនៅតាមផ្លូវនោះម្ចាស់រទេះគោគេមិនបាននិយាយអ្វីសូម្បីមួយម៉ាត់រហូតតតែតាដួងសួរថាផ្ទះរបស់គេនៅឯណាអីអញ្ចឹងទៅគេក៏បានតបមកវិញថាផ្ទះរបស់គេគឺនៅក្នុងចំការចេកឯណោះគេរស់នៅតែពីរនាក់កូនប្រុសទេតាដួងក៏សួរទៅគេថាចុះប្រពន្ធគេទៅឯណាម្ដេចនៅតែពីរនាក់អញ្ចឹងបរិសនោះគេងាកមកសម្លឹងមុខពួកគាត់ហើយក៏តបទៅវិញថាប្រពន្ធរបស់គេរត់តាមអ្នកថ្មីបាត់ទៅហើយប្តីរបស់គេបានសម្លាប់ខ្ញុំនិងកូននៅក្នុងចំការចេកនឹងទៀតផងពេលនោះតាដួងក៏តបថាអូអញ្ចឹងទេអីបរិសម្ចាស់រទេះគោនោះគេក៏សួរពួកគាត់វិញថា
ចុះបងអត់ខ្លាចខ្ញុំទេអីតាដួងក៏និយាយថាទៅខ្លាចស្អីប្អូនបងដឹងតាំងពីដំបូងម្លេះឥឡូវជូនពួកបងទៅដល់គោលដៅសិនទៅចាំបងជួយបន្ទាប់មកតាឈឿនក៏ប្រាប់ទីតាំងដែលកូនរបស់គាត់រស់នៅហើយបរិះនោះគេក៏ជិះតាមការចង្អុលបង្ហាញរបស់គាត់លុះពេលទៅដល់ទីតាំងពួកគាត់ទាំងពីរក៏បានធ្វើពិធីតិចតួចឲ្យគេសម្លឹងមើលទៅលើរទេះគោរបស់គេឃើញមានកូនក្មេងម្នាក់តោងជាប់នឹងកង់រទេះដូចជាស្វាអញ្ចឹងគាត់ធ្វើពិធីបន្តិចបន្តួចឲ្យហើយគេក៏រលាយបាត់ដោយខ្ញុំនិយាយអញ្ចឹងពេលខ្លះពពួកវិញ្ញាណខ្មោចអស់នោះមិនមែនវាឲ្យយើងឃើញសុទ្ធតែចេតនាក្នុងការលងបន្លាចទេពេលខ្លះគ្នាគ្រាន់តែមកសុំជំនួយតែប៉ុណ្ណោះពួកគាត់មើលឆ្វេងមើលស្ដាំព្រោះខ្លាចមានអ្នកឃើញបន្ទាប់មកគាត់ក៏ដើរចូលទៅក្នុងការ៉ាសនោះពេលចូលទៅក៏បានឃើញកូនប្រសាររបស់គាត់កំពុងឈរជក់បារីនៅខាងក្រៅក្រោយពីបានឃើញឪពុកក្មេកភ្លាមពូមុនពិតជាភ្ញាក់ផ្អើលណាស់ព្រោះគាត់មកមិនបានឲ្យដំណឹងសោះតាមពិតតាឈឿនគាត់ធ្លាប់មកទីនេះ2ដងហើយអត់តែតាដួងទេបន្ទាប់មកពូមុនក៏នាំឪពុកក្មេកចូលទៅក្នុងហើយការ៉ាសនោះកាលពីចំនួនហ្នឹងមានតែឡានធំ3ទេហើយមានតែកង់ឡាន2នាក់ហើយការដែលពូមុនយកប្អូនថ្លៃឲ្យមកធ្វើព្រូឡាននេះគឺដើម្បីបណ្ដោះបណ្ដាគេព្រោះថ្ងៃក្រោយគាត់ចង់ឲ្យកូនបើតាឈឿនធ្វើជាតកង់ឡាននៅទីនេះដែរក្រឡេកមើលកូនស្រីរបស់គាត់ពោះគ្រប់ខែទៅហើយមិនស្រួលអាចនឹង 3-4 ថ្ងៃឬមួយអាទិត្យទៀតអីហ្នឹងពេលដែលកំពុងហូបបាយនោះគាត់ក៏បានសួរទៅកាន់កូនប្រសាថាមានបានទៅរកពេទ្យរោគឆ្មបហើយឬនៅពូមុនក៏បានតបថារកបានហើយពុកគឺផ្ទះរបស់យាយម៉បនៅខាងលិចនេះបន្តិចហើយគាត់ក៏សួរឪពុកក្មេកវិញថាមកលេងប៉ុន្មានថ្ងៃដែរតាឈឿនក៏បាននិយាយថាគាត់នៅតតែមីអូនវាឆ្លងទន្លេហើយសិនពូមុនគាត់ក៏និយាយទៅវិញថាបានពុកមកអញ្ចឹងខ្ញុំសប្បាយចិត្តណាស់មិនអីទេថៅកែខ្ញុំគាត់ចិត្តល្អណាស់ចាំស្អែកខ្ញុំទៅសុំគាត់ហើយខ្ញុំភាកច្រើនតតែយប់ទៅបានមកផ្ទះដោយសាររវល់ដឹកអីវ៉ាន់ជួនកាលទៅខ្ញុំយកអាពៅទៅតាមទៀតតែឥឡូវខ្ញុំឲ្យវានៅជាមួយបងវាមួយរយៈតតែបងវាឆ្លងទន្លេហើយស្រួលបួលទើបខ្ញុំយកវាទៅតាមខ្លួនវិញតាឈឿនគាត់ថាមិនអីទេពុកអាចនៅបានយូរព្រោះម៉ែឯងគេដេកនៅផ្ទះបងគេដែរនឹងពេលហូបបាយហើយពួកគាត់ក៏នាំគ្នាដកមេតាដួងពេលនោះគាត់ក៏សួរទៅពូមុនថាជាអ្នកស្រុកណាអីអញ្ចឹងទៅពូមុនគាត់ក៏បានតបថាគាត់គឺជាអ្នកកំពង់ថ្មគាត់នៅខាងខេត្តកំពង់ធំនឹងឯងហើយការដែលគាត់ស្គាល់គ្នាជាមួយម្ដាយអេដមីនគាត់ថាមិនចាំទេតែដឹងត្រឹមថាស្គាល់គ្នាការគាត់នៅរត់ឡាននៅខាងខេត្តកំពង់ស្ពឺគាត់និយាយដល់ត្រឹមនេះគាត់ក៏ហូរទឹកភ្នែកនិយាយទៅឪពុកខ្ញុំគឺគាត់ជាមនុស្សបែបនេះឲ្យតែគាត់ហូបស្រានិយាយពីប្រវត្តិរបស់ខ្លួនឯងគាត់ដឹងតែយំរហូតគាត់ថាតម្រាំតែបានការជាមួយម្ដាយខ្ញុំគឺគាត់យកជីវិតយកទៅបដូរការនោះដោយសារនៅក្នុងភូមិនឹងមានគេចង់ចូលសួរកូនតាឈឿនដែរតែកូនតាឈឿនគាត់ថាគាត់មិនយកទេគាត់នៅចាំយកពូមុនហើយពូមុនដោយខ្លាចគេចូលសួរម្ដាយខ្ញុំមុនគាត់ក៏ត្រូវការប្រាក់បន្ទាន់គាត់ក៏ទទួលឆ្ការចំការមួយកន្លែងនៅស្រុកកំពង់ថ្មនោះហើយចំការនឹងល្បីថានៅសម័យសង្គ្រាមគេរាយមានច្រើនណាស់មិនថាមានតោនមានខ្សែសូម្បីតែគាត់ក៏ដឹងដែរហើយចំការនោះមិនមានអ្នកណាហ៊ានទទួលឆ្ការទេមានតែពូមុនតែប៉ុណ្ណោះពេលហ្នឹងបងប្រុសរបស់គាត់ក៏ហាមដែរតែគាត់ថាមិនអីទេគាត់ជឿលើអំពើល្អរបស់គាត់ហើយគាត់ថាមុនថ្ងៃដែលទៅឆ្ការចំការមីននោះគាត់បានធ្វើដំណើរឡើងទៅលើភ្នំសន្ទុកបងប្អូនដឹងថាគាត់ឡើងទៅធ្វើអ្វីទេ
គឺគាត់ឡើងទៅកន្លែងព្រះអង្គធំដើម្បីធ្វើការបន់ស្រន់គាត់បានបន់ស្រន់ថាបើសិនទឹកដោះម្ដាយគាត់ថ្លៃមែនសូមឲ្យពេលដែលគាត់ឆ្ការចំការមីននោះគាត់មិនអីចុះលុះដល់ថ្ងៃដែលគាត់ត្រូវទៅឆ្ការគាត់បានបើកគ្រឿងចាក់ទៅលើចំការនោះស្មាទុះអ្នកភូមិដែលឈរមើលគេថាឃើញមានផ្ទុះដូចស្អីអញ្ចឹងតែវាមិនបានបង្កឲ្យឪពុកខ្ញុំគាត់គ្រោះថ្នាក់ឡើយលុះដល់គាត់ឆ្ការហើយចុះមកមើលស្រាប់តែបានឃើញមានតោនហើបចេញមកពីដីតែម្ដងពូមុនគាត់ក៏បានលុតជង្គង់រួចក៏ថ្វាយបង្គំមេឃដី3ដងចាប់តាំងពីពេលនោះមកគឺគាត់ជឿលើអំពើល្អណាស់ទោះយើងធ្វើល្អហើយមិនមានការតបស្នងក៏មានទេវតាគេមើលឃើញដែរតាដួងស្ដាប់ហើយគាត់ពិតជាសរសើរពូមុនខ្លាំងណាស់ហើយគាត់ជាមួយតាឈឿនក៏ស្រឡាញ់មនុស្សបែបនេះដែរតាដួងគាត់ក៏និយាយទៅតាឈឿនថាឯនេះពូកែរើសកូនប្រសាណាលុះពូគាត់ហូបបានមួយសន្ទុះតាដួងគាត់ក៏និយាយថាអាឈឿនហើយមានឮសំឡេងអីអត់តាឈឿនគាត់ក៏និយាយថារឿងគេយើងកុំខ្វល់អញដឹងតាំងពីមកជន់ទីនេះដំបូងមកម្លេះអញឃើញគេចងរបស់តែពេញដើមឈើហ្នឹងតែឥឡូវឈប់និយាយរឿងហ្នឹងទៅព្រោះមីអូនវាមានពោះមានពងបន្ទាប់មកពួកគាត់ហូបរហូតតតែស្រវឹងរៀងខ្លួនរួចពួកគាត់ក៏នាំគ្នាចូលសម្រានទៅលុះព្រឹកឡើងពូមុនគាត់មិនបានចេញឡានទេថ្ងៃនោះដោយសារតែជាថ្ងៃអាទិត្យគឺមួយអាទិត្យគាត់សម្រានម្ដងនៅថ្ងៃនោះគាត់ក៏បបួលឪពុកក្មេកនិងប្រពន្ធរួមនឹងអ្នកធ្វើការផ្សេងទៀតដើម្បីទៅលេងទឹកមួយកន្លែងទឹកនោះគឺជាប្រភេទទឹកធ្លាក់ហើយកន្លែងនោះខ្ញុំក៏សុំលាក់ទីតាំងដែរពួកគាត់ក៏នាំគ្នាទៅរហូតពីឡានឯណោះគាត់ថានៅពេលដែលទៅដល់ពិតជាដូចពូមុននិយាយពិតមែនកន្លែងនោះស្រស់ស្អាតណាស់ហើយមានកញ្ចុះសម្រាប់អង្គុយលេងមួយចំណែកបាយម្ហូបគឺពួកគាត់វិចមកពីផ្ទះដោយមានការដាំបាយហើយយកមកដាក់ក្នុងធុងទឹកកកថែមទាំងមានត្រីងៀតត្រីអីផងដែរមិនត្រឹមតែពួកគាត់វិចម្ហូបមកពីផ្ទះទេពួកគាត់ថែមទាំងនាំគ្នាស្ទូចត្រីលេងទៀតផងតែពួកគាត់ស្ទូចមិនបានទេដោយសារទីនោះទឹករៀងហូរខ្លាំងអ្នកខ្លះក៏នាំគ្នាលេងទឹកអ្នកខ្លះក៏នាំគ្នាហូបស្វាយខ្ចីហូបអីចំណែកពូមុនគាត់បានបើកឡានចុះទៅក្នុងទឹកដើម្បីបាចទឹកលាងឡានទោះបីឡាននោះមិនមែនជាឡានរបស់គាត់តែមនុស្សគាត់នេះគឺគាត់ស្រឡាញ់នឹងថែរបស់ណាស់ដូចនេះហើយទើបថៅកែរបស់គាត់ស្រឡាញ់ដូចប្អូនបង្កើតអញ្ចឹងហើយគាត់បានប្រាប់ទៀតថាអ្នកដែលទៅជាមួយនោះគេយកស្វារបស់គេទៅដែរស្វារបស់គេគឺជាស្វាញីហើយមានឈ្មោះថានាងភីមក្រោយពេលដែលពួកគាត់លេងទឹករហូតដល់ម៉ោងប្រហែលជា2ថ្ងៃកូនស្រីរបស់តាឈឿនដែលអង្គុយលើកញ្ចុះនោះគាត់ស្រាប់តែឈឺពោះអូចបន្ទាប់មកប្រពន្ធរបស់តកងឡានផ្សេងទៀតគេក៏និយាយថាតិចគាត់ឈឺចង់ឆ្លងទៅលេទៅដឹងពេលនោះពូមុនគាត់មិនចាំយូរឡើយគាត់ក៏ចាប់3ប្រពន្ធដាក់លើឡាននិងបាននាំគ្នាបើកឡានចេញមកវិញតែម្ដងនិយាយទៅគាត់មិនសូវជាឈឺខ្លាំងទេតែគាត់បារម្ភពីប្រពន្ធណាមួយវាគ្រប់ខែដែរទៅហើយក្រោយពេលដែលទៅដល់ផ្ទះយាយម៉បគាត់ក៏ដាក់ប្រពន្ធរបស់គាត់ជាមួយតាឈឿននិងតាដួងឲ្យនៅទីនេះសិនហើយចំណែកគាត់និងប្អូនថ្លៃគឺត្រូវទៅរៀបចំសម្ភារៈដូចជាកន្ទប់និងអីវ៉ាន់កូនងាដាក់ចូលកន្ត្រដើម្បីយកមកទីនេះលុះពេលដែលពូមុនត្រឡប់មកវិញក៏ឃើញឪពុកក្មេកនិងតាដួងឈរនៅមាត់ជណ្ដើររួចគាត់ក៏សួរថាប្រពន្ធខ្ញុំយ៉ាងម៉េចហើយពុកតាឈឿនក៏ប្រាប់ថាប្រពន្ធរបស់ឯងគេរៀបឆ្លងទន្លេហើយគឺយាយមកប្រាប់បែបនេះតែមិនទាន់ឥឡូវទេអាចនឹងយប់ក៏អាចថាបានឥឡូវឯងរៀបចំដាំទឹកដាំអីទៅពុកទៅនោះមួយផ្លែតនិយាយរួចពូមុនគាត់ក៏ទៅដាំទឹកតាមអ្វីដែលឪពុកក្មេកប្រាប់តាឈឿនជាមួយតាដួងក៏នាំគ្នាដើរទៅក្រោយផ្ទះយាយម៉បដើម្បីទៅរកបន្លាស្អិត
និងបន្លាផ្សេងៗដើម្បីយកមកហុំព័ទ្ធផ្ទះដែលកូនស្រីរបស់គាត់ឆ្លងទន្លេដោយបងប្អូនបានដឹងស្រាប់ហើយនេះគឺជាជំនឿរបស់ចាស់ពីដើមនិយាយទៅវាអាចការពាររឿងសត្វផងការពារពពួកខ្មោចព្រាយអាបធ្មប់បានផងនៅពេលដែលគាត់រកបានហើយគាត់ត្រឡប់មកវិញស្រាប់តែបានឃើញមនុស្សស្រីវ័យចំណាស់ម្នាក់ឈរនៅមាត់របងសម្លឹងមើលមកកាន់ផ្ទះយាយម៉បគាត់ថាកែភ្នែករបស់យាយនឹងពិតជាចម្លែកខ្លាំងណាស់គាត់សម្លឹងមិនដាក់ភ្នែកឡើយក៏តែពួកគាត់ដើរទៅដល់មុខផ្ទះទើបយាយនឹងគាត់ដើរចេញទៅបាត់